រថយន្តបានបុកម៉ូតូមួយគ្រឿងរុញផ្ទប់នឹងខឿនបេតុងបណ្ដាលឲ្យក្មេងប្រុសសិស្សសាលាចំនួន2នាក់ស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹមហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តបានដឹកដីនិងម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាស់ទៅគ្នាបានបណ្ដាលឲ្យក្មេងប្រុសជាសិស្សសាលាចំនួន2នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោងប្រមាណ 6:30 នាទីព្រឹកថ្ងៃទី 3 ខែមីនាឆ្នាំ 2025 ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ 31 ភូមិបឹងធំឃុំអង្គសុភីស្រុកកំពង់ត្រាចខេត្តកំពតបើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថាក្មេងប្រុសរងគ្រោះទាំងពីរគឺជាបងប្អូនជីដូនមួយនឹងគ្នាបានជិះម៉ូតូមួយគ្រឿងដប់គ្នាធ្វើដំណើរក្នុងទិសដៅពីកាតលិចក៏ស្រាប់តែបុកគ្នាជាមួយរថយន្តបានដឹកដីមួយគ្រឿងដែលបើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទៅគ្នាហើយភ្លាមរថយន្តបានរុញទាំងម៉ូតូនិងក្មេងរងគ្រោះបុកផ្ទប់នឹងខឿនបេតុងបណ្ដាលឲ្យក្មេងប្រុសសិស្សសាលាទាំងពីរដែលជាភរិយាម៉ូតូបានស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងណាមិញក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលដល់ឡែកម៉ូតូរងការខូចខាតខ្ទេចទាំងស្រុងរីឯរថយន្តបានដាច់គ្រឿងក្រោមទាំងអស់ចេញពីតួរថយន្តតែម្ដងតេតងករណីខាងលើនេះវត្ថុតាំងរួមមានរថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីស្រាវជ្រាវនិងចាត់ការតាមនីតិវិធីបន្តចំណែកជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដែលរស់នៅភូមិបង់បក់ឃុំភ្នំប្រាសាទស្រុកកំពង់ត្រាចខេត្តកំពតចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី